អាមេរិកបានព្រួយផ្ដើមស៊ើបអង្កេតលើប្រទេសដៃគូពាណិជ្ជកម្មរបស់ខ្លួនចំនួន60នៅថ្ងៃទី13ខែមីនាឆ្នាំ2026នេះសហរដ្ឋអាមេរិកបានព្រួយផ្ដើមនៅក្នុងការស៊ើបអង្កេតលើប្រទេសដៃគូពាណិជ្ជកម្មរបស់ខ្លួនចំនួន60ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាមួយផងដែរពាក់ព័ន្ធនឹងការអនុវត្តពាណិជ្ជកម្មដែលត្រូវបានចោទប្រកាន់ថាមិនមានភាពយុត្តិធម៌បិទទីក្រុង Washington បានមើលឃើញថាប្រទេសទាំងនោះបានបរាជ័យនៅក្នុងការចាត់វិធានការដើម្បីទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនេះបើយោងតាមរបាយការណ៍ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានធំៗរបស់ពិភពលោកនៅថ្ងៃ13ខែមីនាឆ្នាំ2026នេះបើតាមតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Gray បានអះអាងថាការស៊ើបអង្កេតនេះមានគោលបំណងកំណត់ថាតើរដ្ឋបាលនៃប្រទេសទាំងនោះបានអនុវត្តវិធានការគ្រប់គ្រាន់នៅក្នុងការហាមឃាត់ការនាំចូលទំនិញដែលផលិតដោយកម្លាំងពលកម្មដោយបង្ខំដែរឬយ៉ាងណាការស៊ើបអង្កេតក៏នឹងវិតម្លៃផងដែរអំពីផលប៉ះពាល់ដែលកើតឡើងចំពោះកម្មករនិងអាជីវកម្មនៅសហរដ្ឋអាមេរិកដែលអាចបណ្ដាលមកពីការបរាជ័យនៅក្នុងការលំបាត់ការអនុវត្តកម្លាំងពលកម្មដោយបង្ខំរបស់ប្រទេសជាដៃគូពាណិជ្ជកម្មទាំងនោះតែទោះយ៉ាងណាអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថាការចេញវិធានការស៊ើបអង្កេតរបស់អាមេរិកទៅលើបណ្ដាប្រទេសដៃគូពាណិជ្ជកម្មនៅពេលនេះគឺមានចេតនានៅក្នុងការរក្សានៅអត្រាពន្ធគយខ្ពស់របស់លោក Donald Trump ដែលបានប្រឹងប្រែងដំឡើងនាពេលកន្លងមកក្រោយពេលដែលតុលាការកំពូលរបស់អាមេរិកបានប្រកាសលុបចោលពន្ធគយទាំងនោះកាលពីខែមុន